ជាបានហេងថាសវុតនៅពេលនេះខ្ញុំមានក្តីរីករាយនឹងជួបលោកគ្រូសាស្ត្រាចារ្យសុនរាដែលវត្តមាននៅផ្ទះលោកចម្រើនវ៉ាន់នៅទីក្រុង Lowell រដ្ឋ Massachusetts ហើយថ្ងៃនេះជាថ្ងៃទី9 កក្កដាឆ្នាំ2016ខ្ញុំធ្វើការសម្ភាសជាមួយលោកសុនរាបន្តិចចំពោះបញ្ហាអត្ថបទនៅក្នុង Facebook របស់លោកសុនរាតែងតែនិយាយពាក្យអ្វីផ្សេងក៏ប៉ុន្តែនៅចុងបញ្ចប់លោកតែងតែនិយាយពាក្យបដូរបាទសូមលោកអត្ថាធិប្បាយបន្តិចបាទលោកសុនរាបាទជំរាបសួរប្រិយមិត្តទាំងអស់ជាទីរាប់អានបដូរគឺជាគោលដៅមានន័យថាយើងដើរក៏ដោយជិះទូកក៏ដោយកោះក៏ដោយគឺបដូរដើម្បីទទួលបានអីទាំងអស់បញ្ហាពុករលួយព្រៃឈើរ៉ែយន្តការយើងបញ្ហាទាំងអស់ដោះស្រាយបានទី1គឺបដូរបើអត់មានការផ្លាស់ប្ដូរទេអ្វីទាំងអស់គ្រាន់តែស្ថិតនៅក្នុងកម្រិតតែប៉ុណ្ណោះខ្ញុំលើកឧទាហរណ៍មួយនៅក្នុងវិមានមួយដែលផ្ទុកទៅដោយមាសពេជ្រទាសកលមានទាំងតម្លៃរាប់ពាន់លានមានខ្ញុំបញ្ជាក់មានអ្នកទោសឯហ្នឹងដើម្បីយើងចង់ទៅសង្គ្រោះនៃអាគារមនុស្សនៅក្នុងមាសពេជ្រមនុស្សក្នុងបានវាតលតែយើងមាន2ចំណុចទី1គឺយើងប្រើសោទី2គឺយើងប្រើកម្លាំងទម្លុះជញ្ជាំងប្រើសោហ្នឹងគឺប្រៀបបីដូចជាអហិង្សាកម្លាំងទម្លុះជញ្ជាំងហ្នឹងវាដូចជាហិង្សាអញ្ចឹងទោះយ៉ាងណាក៏ដោយដើម្បីយករបស់នៅក្នុងនោះបានទី1គឺយើងត្រូវចូលឲ្យដល់សិនចូលនឹងគឺតាមសោឬក៏តាមប្រើហិង្សាទម្លុះជញ្ជាំងដូចគ្នាដើម្បីដែលយើងបាននៅអ្វីដែលយើងប្រាថ្នាមានគោលនយោបាយមានយន្តការមានការបំបត្តិអីផ្សេងហ្នឹងទី1គឺបដូរអត់មានការផ្លាស់ប្ដូរគឺអត់មានអ្វីទាំងអស់យើងមិនអាចនិយាយអ្វីទាំងអស់អញ្ចឹងយើងត្រូវដឹងថានៅក្នុងគណៈបកមួយដែលគេបង្កើតគេត្រូវមានគោលសំខាន់3ដែលគេហៅថាគោលសសរស្ដំទី1គឺគោលដៅសង្គ្រោះជាតិគឺបដូរទី2គឺគោលជំហរគឺយើងឈរនៅខាងណាយើងឈរនៅខាងហិង្សាឬអហិង្សាគឺយើងឈរនៅខាងហិង្សាទី3គឺគោលនយោបាយគឺជាគំនិតដើម្បីឲ្យប្រជាជនគ្រប់គ្រងហើយយើងនឹងដាក់នៅពេលដែលយើងធ្វើការផ្លាស់ប្ដូរទៅក្នុងប្រទេសអ្វីទាំងអស់នឹងសម្រេចបានត្រូវផ្ដើមពីកូនសោមួយគឺការផ្លាស់ប្ដូរដូច្នេះហើយបានរាល់សាររបស់ខ្ញុំគ្រប់សារទាំងអស់ខ្ញុំច្រើនតែប្រើពាក្យបដូរពីព្រោះខ្ញុំមិនភ្លេចនាំបងប្អូនទៅកាន់ការផ្លាស់ប្ដូរបាទចុះពេលដែលលោកសាស្ត្រាចារ្យអញ្ជើញមកអាមេរិកមានការស្វាគមន៍ពីបងប្អូនខ្មែរអាមេរិកកាំងច្រើនទេបាទរាប់រយរាប់ពាន់នាក់ហើយខ្ញុំកក់ក្ដៅជាទីបំផុតដោយសារតែមានកម្លាំងចិត្តបងប្អូននៅទីនេះគ្រប់គ្រងការផ្លាស់ប្ដូរហើយខ្ញុំបានសន្យាជាមួយបងប្អូនថាហើយសូមឲ្យបងប្អូនទិញកំជ្រួចគ្រប់ផ្ទះនៅឆ្នាំ2018ខ្ញុំនឹងត្រឡប់មកសហរដ្ឋអាមេរិកម្ដងទៀតក្រោយពីការបោះឆ្នោតដើម្បីអុជកំជ្រួចអបអរសាទរជ័យជំនះនៃការផ្លាស់ប្ដូរនៅក្នុងប្រទេសកម្ពុជាបាទសូមអរគុណលោកសុនរាថ្ងៃនេះជាថ្ងៃទី9 កក្កដាឆ្នាំ2016គឺបានសម្ភាសនៅទីក្រុង Lowell រដ្ឋ Massachusetts បាទហើយជាមួយគ្នានេះដែរនៅបរិវេណគេអដ្ឋានរបស់លោកចម្រើនវ៉ាន់ពោពេញទៅដោយខ្មែរអាមេរិកកាំងជាច្រើនរូបបាទមកដើម្បីជួយអបអរសាទរនិងស្វាគមន៍លោកសុនរាបាទអរគុណលោកសុនរាជំរាបលាបាទ